បាទសួស្តីថ្ងៃនេះមកដល់កុងទ័រឡានម្ដងដែលវាមានភ្លើងពណ៌ទឹកក្រូចណាជំនាញធ្វើការដោះកន្លែងកុងទ័រលបឿននឹងជុំម៉ាស៊ីនសាំងអីហ្នឹងដកចេញហ្នឹងមកចេញហើយយើងធ្វើការដោះដូរអំពូលខាងក្នុងនេះបាទដូរដាក់ភ្លើងពណ៌សវិញអញ្ចឹងនេះវាផ្លែកភ្នែកណាមួយស្អាតយ៉ាងដែរហើយយើងប្រើភ្លើងពណ៌ទឹកក្រូចហ្នឹងយូរឆ្នាំហើយបាទចាំមើលសូមទស្សនាមើលការដោះនេះវីដេអូនេះដែរខ្ញុំបានដូរអំពូលពណ៌សនឹងរួចហើយតែដោយសារខ្ញុំចង់ដាក់ឲ្យវាពលឺងឹតតិចដោយសារយើងអត់បានដាក់អីពីលើទៅវាភ្លឺខ្លាំងពេកចឹងពេលយើងបើកបរពេកទៅវាជះមកភ្នែកខ្លាំងពេកចឹងខ្ញុំចាប់ដើមដោះហើយចំពោះមើលវាមួយសារទៀតថាវាមានដាច់អីអត់ចឹងណាបាទចឹងក៏អត់ដាច់ទេខ្ញុំយកអានេះមកកាត់ដើម្បីធ្វើជាពុំវាទូចប៉ុន្តែមកពោលហ្នឹងទៅហើយយើងបិទដាក់វាពីលើកុំឲ្យវាកាត់បន្ថយពលឺខ្លាំងឲ្យវាមកល្មមនៅពេលយកយើងមើលទៅឃើញស្អាតយើងពុះវាហើយប៉ុនមកអំពូលហ្នឹងបានណាបាទហើយនេះខ្ញុំដាក់ហើយខ្ញុំសម្អាតវាខ្ញុំដាក់ពីលើអំពូលហ្នឹងទាំងអស់មាន9អំពូលហ្នឹងពីយើងផ្លាស់ប្ដូរហ្នឹងបាទហើយខ្ញុំសម្អាតវាស្អាតកុំឲ្យមានកន្តិចមានតលីដីអញ្ចឹងជូតសម្អាតមើលទៅឃើញស្អាតហើយយើងចាប់ផ្ដើមដាក់ fill លេខកុងទ័រចូលមកនេះខ្ញុំចាប់ផ្ដើមដាក់ធ្វើតេស្តមើលពេលមកភ្លឺវាភ្លឺសនិយាយទៅស្អាតម្យ៉ាងដែរវាប្លែកភ្នែកអញ្ចឹងណាហើយយើងញាត់បកគោវាកុងទ័រជុំម៉ាស៊ីននឹងកុងទ័របឿនសាំងអីហ្នឹងដាក់ចូលវិញមកនេះដាក់ឲ្យត្រូវក្រឹបរបស់វាដាក់